តើការបង្កើតរដ្ឋប៉ាឡេស្ទីនអាចដំណើរការបានដែរឬទេអង្គការសហប្រជាជាតិបានព្រមានថាគម្រោងសាងសង់តំបន់លំនៅឋានរបស់អ៊ីស្រាអែលអាចនឹងរារាំងដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំកាលពីថ្ងៃច័ន្ទទី29 កញ្ញា 2025ដើម្បីដោះស្រាយការពន្លឿនការពង្រីកទីតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលហើយបានព្រមានថាផែនការសាងសង់ដ៏ចម្រូងចម្រាសនេះអាចធ្វើឲ្យរដ្ឋប៉ាឡេស្ទីនមិនអាចបង្កើតទៅរួចនោះទេកិច្ចប្រជុំនេះធ្វើឡើងស្របពេលជាមួយទៅនឹងកិច្ចពិភាក្សារវាងលោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅឯសេតវិមានស្ដីអំពីសំណើប័ណ្ណជប់បាញ់នៅតំបន់កាហ្សាលោក Ramis Alabaro អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាបានធ្វើការបិទបង្ហាញដល់ក្រុមប្រឹក្សាស្ដីពីការយល់ព្រមពីអាជ្ញាធរអ៊ីស្រាអែលអំពីលំនៅឋានប្រមាណ 2810 ខ្នងនៅតំបន់ West Bank ដែលបានកាន់កាប់រួមទាំងទីក្រុងយេរូសាឡឹមខាងកើតក្នុងរយៈពេល3ខែកន្លងមកនេះតួរលេខនេះតំណាងឲ្យមានការបង្កើនល្បឿនយ៉ាងសំខាន់ក្នុងសកម្មភាពសាងសង់ដែលអង្គការសហប្រជាជាតិហៅថាខុសច្បាប់ក្រមច្បាប់អន្តរជាតិដោយឡែកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស Barbara Woodward បានផ្ដល់សេចក្តីថ្លែងការណ៍ដ៏កម្រមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយប្រកាសថាការបញ្ចូលអ៊ីស្រាអែលនៃតំបន់ West Bank មិនអាចត្រូវបានអនុញ្ញាតឲ្យកើតឡើងនោះទេកិច្ចអន្តរាគមន៍នេះបានកើតឡើងក្នុងរយៈពេលជាង1សប្តាហ៍បន្ទាប់ពីចក្រភពអង់គ្លេសបានទទួលស្គាល់ជាផ្លូវការនៃរដ្ឋប៉ាឡេស្ទីនជាមួយទៅនឹងប្រទេសកាណាដា អូស្ត្រាលីនិងប៉ូទុយហ្គាល់ជារួមអង្គការសហប្រជាជាតិបានព្រមានថាបើសិនជាអ៊ីស្រាអែលនៅតែបន្តសាងសង់លំនៅឋាននៅលើទឹកដីប៉ាឡេស្ទីនដែលកាន់កាប់នោះការបែងចែកទឹកដីនេះនឹងធ្វើឲ្យវាមិនអាចទៅរួចក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលមានភាពពេញលេញនិងអាចរស់រានបាននាពេលអនាគតឡើយតើនេះជាយុទ្ធសាស្ត្រមួយដែលរុស្ស៊ីធ្លាប់បានប្រើប្រាស់ក្នុងតំបន់ឧបទ្វីបគ្រីមេដែរឬទេនៅពេលដែលមានបញ្ហាកើតឡើងរុស្ស៊ីតែងតែនិយាយថាចូលទៅការពារជនជាតិរុស្ស៊ីដែលនិយាយភាសារុស្ស៊ីតែប៉ុណ្ណោះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកាចម្រុះឬមាតិកាផ្សេងៗយើងខ្ញុំមានទទួលបង្រៀនដោយតម្លៃពិសេសត្រឹមតែ$20តែប៉ុណ្ណោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចឆាតចូលក្នុង Page ឬ Telegram បាន